Break ចិត្តដាច់ឆ្នាំ2025ទៀតហើយចឹងឥឡូវហ្នឹងក៏ដល់ខែតិចដែរខ្ញុំទៅលេងនៅមណ្ឌលគិរីគឺតិចខ្លាំងមែនតើហ្មងណាតែវីដេអូថ្ងៃនេះគឺនាំអ្នកទាំងអស់គ្នាទៅមើលនៅផ្សារនៅក្នុងខេត្តមណ្ឌលគិរីអូតែបើនិយាយពីឈ្មោះផ្សារខ្ញុំអត់ស្គាល់ទេប៉ុន្តែដឹងតែនៅក្នុងក្រុងមិនផ្សារមនោរម្យខ្ញុំជឿចិត្តទៅមណ្ឌលគិរីព្រោះអីវាមានមេឃតិចរហូតហ្មងណាហើយជាពិសេសផ្លូវគេគឺឡើងចុះភ្នំរហូតហ្មងចឹងទៅធ្វើអារម្មណ៍យើងស្រស់ស្រាយខ្លាំងមែនតើហ្មងហើយផ្លែអារម្មណ៍ទៀតនិយាយទៅខ្ញុំនឹងដាក់ទស្សនវិជ្ជានៅក្នុងផ្សារដែលខ្ញុំជិះកាត់ទៅមកហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំអត់បិទសលេងដែលខ្ញុំថតនៅក្នុងផ្សារហ្នឹងទេឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ថាបានចូលទៅលេងនៅក្នុងផ្សារហ្នឹងជាមួយខ្ញុំចឹងណាតែអត់មែនទៅលេងទេគឺជិះកាត់ឆ្វែលមើលទស្សនវិជ្ជានៅខាងក្នុងទៅហ្នឹងគឺខ្ញុំជិះម៉ូតូជិះឆ្វែលទៅឆ្វែលមកហ្មងប៉ុន្តែឡើយនេះខ្ញុំថាកាច់ទៅដល់កន្លែងបងជនជាតិគាត់លក់តែទៅដល់មែនហងផ្ទះគេហ្នឹងហើយខ្ញុំជិះទៅជិះមកពេញហ្នឹងហ្មងឥឡូវយើងមកផ្ទះគេលេងសិនណាព្រោះតិចទៀតបានទៅដល់កន្លែងផ្សារបងជនជាតិគាត់លក់ផ្លែឈើដែលគាត់បេះយកមកអញ្ចឹងណាហើយបើនិយាយពីអាកាសធាតុដែលថ្ងៃដែលខ្ញុំទៅហ្នឹងគឺរងាខ្លាំងមែនតើហ្មងដើរអត់ស្រួលអីខ្យល់បក់ប៉ាហ្មងដូចខ្ញុំស្គមអញ្ចឹងដើរម្ដងទុកគេទុកឯងបងខ្យល់បក់ខ្ញុំទៅបាត់ទៅផ្សារពួកគាត់មកញ៉ាំផ្សារហ្នឹងនៅឆ្វេងទៀតមកឡើយតទៀតណាថតទៅមានបិទណាឆ្វេងទេដាំមកផ្សារជនជាតិទៀតមកដល់ឡើយនេះគេដាក់ផ្សារជនជាតិភាគតិចចឹងឃើញពួកបងជនជាតិគាត់លក់ផ្លែឈើដែលគាត់បេះមកហ្នឹងយកមកលក់នៅហ្នឹងហើយខ្ញុំទៅថ្ងៃមុនហ្នឹងខ្ញុំបានទិញកង្វាញដែរហើយមកបាច់គេឡើងធំតែ 3000 រៀលទេអ្នកទៅមណ្ឌលគិរីកុំភ្លេចចូលទៅលេងផ្សារគេផងអ៊ូអហើយនៅកណ្ដាលក្រុងទៀតហ្មងណាមកឥឡូវយើងជិះមកជុំទៀតដើម្បីមើលទៅកន្លែងគេលក់កៅអៅគេមានលក់តែបន្លែផ្លែឈើត្រីសាច់អីនេះគេមានលក់កៅអៅទៅជូរកៅអៅថ្មីអីក៏មានដែរ11ឯនៅទីនេះអីក៏មានដែរច្រើនណាស់ទៅមើលទៅគេកាច់ដល់ច្រើនហ្នឹងហើយអូនឃើញអត់ថ្លៃអត់អ្នកនៅហ្នឹងគឺគេពាក់អាវល្ងាទាំងអស់ពាក់មួកទៀតព្រោះអីល្ងាខ្លាំងថ្ងៃខ្ញុំទៅហ្នឹងណាមកឥឡូវដល់ប្លុកគាត់លក់កៅអៅអីឃើញកន្លែងហ្នឹងគឺលក់កៅអៅច្រើនណាហើយគេមានលក់អីនៅហ្នឹងទៀតបើរោកៅអៅជូរអីកៅអៅជូរគេល្ងាតែស្អាតគេលក់នៅខាងក្រៅផ្លូវធំនេះជីទៅលើផ្លូវហ្នឹងទៅគឺឃើញហើយមានច្រើនហើយរបស់ញ៉ាំអីក៏សម្បូរដែរនៅខាងផ្លូវក្រៅហ្នឹងចឹងឃើញល្ងាឡើងអីមាននំប៉័ងមានផ្អែមមានអីចឹងអ្នកដែលមកលេងមណ្ឌលគិរីមិនភ័យថាអត់មានអីញ៉ាំទេហើយកន្លែងដើរលេងក៏ច្រើនដែរចឹងមានតែប៉ុណ្្នឹងទេអរគុណបាទ